ក្រោយការរៀបការសាឡាក់ជង្គង់នេះគឺអាចផ្ដល់ឲ្យគាត់ហ្នឹងនៅទទួលបាននូវលទ្ធភាពឬក៏មុខងារចលនាហ្នឹងដូចដើមមកវិញហើយអ្នកជំងឺគាត់នឹងអាចធ្វើចលនាបានដូចដើមមកវិញក្រោយពីគាត់តែធ្វើការរៀបកាត់បដូរសាឡាក់ជង្គង់រួចជំរាបសួរសូមស្វាគមន៍សារជាថ្មីមកកាន់គេហទំព័រអេគីបវីដេអូសុខភាពដែលកម្មវិធីយើងខ្ញុំតែងតែចូលរួមចែករំលែកនៅព័ត៌មានសុខភាពផ្សេងៗជូនទៅដល់អស់លោកអ្នកថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីលោកវិជ្ជបណ្ឌិតកឹមសុភត្រាឯកទេសផ្នែកវះកាត់បាក់បែកឆ្អឹងនិងសន្លាក់ដែលលោកវិជ្ជបណ្ឌិតនឹងចូលរួមចែករំលែកក្រោមប្រធានបទការវះកាត់បដូរសន្លាក់ជង្គង់ចាដូច្នេះសូមអញ្ជើញជួបជាមួយនឹងលោកវិជ្ជបណ្ឌិតទាំងអស់គ្នាជំរាបសួរលោកវិជ្ជបណ្ឌិតសុខសប្បាយចាអញ្ចឹងថ្ងៃនេះចង់ជំរាបសួរតកតងទៅនឹងប្រធានបទដែលលោកគ្រូពេទ្យនឹងយកមកចែករំលែកថាតើអ្វីទៅគឺជាការវះកាត់បដូរសន្លាក់ជង្គង់ចានឹងឯចំណងច្រើនតកតងជាមួយនឹងតើការវះកាត់សាឡាក់ជង្គង់នឹងមិនដែលប្រជាជនយើងតែងតែមានចំណងតកតងជាមួយនឹងបញ្ហានេះមានន័យថាការវះកាត់សាឡាក់ជង្គង់នេះគឺជាបច្ចេកទេសថ្មីសម្រាប់ធ្វើការព្យាបាលទៅលើបញ្ហាសាឡាក់ជង្គង់គឺជាការដែលបច្ចេកទេសក្នុងការផ្លាស់ប្ដូរនៅសន្លាក់ដែលខូចខាតដោយសារជំងឺផ្សេងធ្វើឲ្យអ្នកជំងឺមានបញ្ហាពិបាកឬក៏គាត់បាត់បង់នៅសមត្ថភាពពលកម្មរបស់ជង្គង់របស់គាត់នឹងដោយជំនួសដោយសន្លាក់ថ្មីធ្វើឲ្យគាត់មានមុខងារចលនាដូចដើមមកវិញចាអញ្ចឹងចង់សួរលោកវិជ្ជបណ្ឌិតមួយទៀតថាតើអ្នកជំងឺប្រភេទណាដែលតម្រូវឲ្យមានការព្យាបាលដោយការវះកាត់ដូរសន្លាក់ជង្គង់ចាបាទអរគុណសម្រាប់សំណួរនេះចំពោះលក្ខខណ្ឌដែលយើងឬក៏ជំងឺដែលតម្រូវឲ្យមានការវះកាត់សន្លាក់ជង្គង់គឺករណីដែលអ្នកជំងឺមានបញ្ហាសឹកសន្លាក់ជង្គង់ធ្ងន់ធ្ងរក្រោយពីការព្យាបាលដោយការប្រើប្រាស់ថ្នាំមួយរយៈហើយគាត់មិនទទួលបាននូវប្រសិទ្ធភាពនៅក្នុងការព្យាបាលហើយយើងត្រូវលើកចេញនៅបញ្ហាមួយទៀតគឺគាត់មិនមានបញ្ហាឆ្លងមេរោគនៅក្នុងជង្គង់លក្ខខណ្ឌនេះហើយដែលតម្រូវឲ្យអ្នកជំងឺហ្នឹងគាត់ទទួលការព្យាបាលនៅការវះកាត់ដោយការបដូរសន្លាក់ជង្គង់នោះទទួលបាននៅប្រសិទ្ធភាពយ៉ាងល្អប្រសើរបាទចាអញ្ចឹងមួយវិញទៀតលោកវិជ្ជបណ្ឌិតថាតើការដែលយើងវះកាត់បដូរសន្លាក់ជង្គង់ហ្នឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅដល់អ្នកជំងឺជាលទ្ធផលដែលផ្ដល់ឲ្យអ្នកជំងឺក្រោយការវះកាត់នោះគឺអ្នកជំងឺនឹងអាចទទួលបាននៅមុខងារចលនារបស់គាត់បានមកវិញបំបត្តិនៅការឈឺចាប់ដែលអ្នកជំងឺតែងតែមាននៅពេលដែលគាត់មានបញ្ហាខូចឬក៏សឹកសន្លាក់ជង្គង់នោះមួយវិញទៀតលោកវិជ្ជបណ្ឌិតក្រោយការវះកាត់បដូរសន្លាក់ជង្គង់ហើយចង់សួរថាតើគាត់អាចធ្វើចលនាឬក៏អាចដើរបានធម្មតាឬក៏យ៉ាងណាដែរចា៎បាទចំពោះលទ្ធផលនៃក្រោយការវះកាត់សន្លាក់ជង្គង់នេះគឺអាចផ្ដល់ឲ្យគាត់នឹងនៅទទួលបាននូវលទ្ធភាពឬក៏មុខងារចលនានឹងដូចដើមហើយអ្នកជំងឺគាត់នឹងអាចធ្វើចលនាបានដូចដើមមកវិញក្រោយពីគាត់តែធ្វើការវះកាត់បដូរសន្លាក់ជង្គង់រួចគ្រាន់តែមានបច្ចេកទេសខ្លះដែលទាមទារនៅអ្នកជំងឺសម្របទៅតាមការតាមដានក៏ដូចជាការព្យាបាលដោយចលនាឬក៏អ្វីផ្សេងទៀតក្រោយពីវះកាត់ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ចាំសូមគោរពអរគុណលោកវិជ្ជបណ្ឌិតម្ដងទៀតដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចសភាយើងថ្ងៃនេះចា៎ដូច្នេះពីកម្មវិធីអេគីបវីដេអូសុខភាពថ្ងៃនេះអនុញ្ញាតសូមអរគុណសូមគោរពលា